ជំរាបសួរនឹងខ្ញុំឈ្មោះលៀនលីសារៀននៅថ្នាក់ទី6ក៏អាយុ11ឆ្នាំនៅសាលាបឋមសិក្សាប្រាសាទខ្នានៃភូមិខ្នាថ្មីស្រុកសង្គមថ្មីខេត្តព្រះវិហារនាងខ្ញុំសិក្សាចូលចិត្តសិក្សាខាងភាសាខ្មែរនិងចូលចិត្តខ្លាយជាគ្រូបង្រៀននាងខ្ញុំមានបងប្អូន5នាក់ខ្ញុំជាកូនទី2សពថ្ងៃបងប្អូនខ្ញុំរស់នៅជាមួយជីដូនជីតាពីព្រោះឪពុកម្ដាយរបស់ខ្ញុំបានលែងលាគ្នាម្ដាយខ្ញុំមានប្តីមួយទៀតខ្ញុំខ្វះសម្ភារៈសិក្សាសៀវភៅប៊ិចនិងនាងខ្ញុំខ្វះថវិកាសម្រាប់រៀនសូត្រហើយខ្ញុំបានផ្ដល់ប្រាក់ផ្គត់ផ្គង់ឲ្យខ្ញុំចំនួនពី3ខែ 10,000 រៀលបន្ទុកទាំងស្រុងគឺជីដូនជីតាខ្ញុំដែលគាត់ផ្ដល់ទំនុកបម្រុងទាំងស្រុងឆ្នាំនេះខ្ញុំរៀននៅថ្នាក់ទី6ហើយខ្ញុំនឹងចូលរៀនអនុវិទ្យាល័យនៅឆ្នាំក្រោយខ្ញុំចូលចិត្តរៀនសូត្រខ្ញុំទទួលបានចំណាក់ថ្នាក់លេខ1ចំណោមសិស្ស7នាក់ខ្ញុំចង់បន្តនៅមជ្ឈមសិក្សាខ្ញុំនឹងរៀនបន្តចាប់ដល់ថ្នាក់ទី12ប៉ុន្តែខ្ញុំមិនដឹងថាតាយាយរបស់ខ្ញុំអាចជួយខ្ញុំបានទេខ្ញុំចង់រៀនជាទីបញ្ចប់នាងខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនជប៉ុនសូមឲ្យមានសុខភាពល្អនិងមានសុភមង្គលក្នុងគ្រួសារ